ការងារជួសជុលបញ្ហាទុយោស្រោតដោយសារតែផ្ទះបកតគឺពេលដែលប្រើប្រាស់ស៊ីហ្វុងបន្ទប់ទឹកទៅគឺមានការហៀទឹកចេញមកក្រៅដូចវីដេអូនេះអញ្ចឹងខ្ញុំក៏បានឆែកមើលអំពីការងារឃើញថាទុយោបកតគឺមានបញ្ហារបូតហើយស្រោតចុះទៅក្រោមកន្លែងដមីនេះគឺថាអត់ជាប់គ្នាដែរហើយធ្វើឲ្យប្រព័ន្ធទុយោបហោបកតគឺស្ទះតែម្ដងឥឡូវបន្ទាប់ពីឃើញពីបញ្ហាយើងក៏បានជួសជុលទៅតាមបច្ចេកករណីនេះគឺវាមកពីបញ្ហាស្រោតដីហើយនឹងទុយោដាក់កាវតិចពេកអញ្ចឹងធ្វើឲ្យវារបូតនេះបន្ទាប់ពីយើងដោះនៅដមីដោះនៅកែងឲ្យចេញហើយគឺយើងបានតភ្ជាប់ឲ្យគាត់វិញដើម្បីឲ្យងាយស្រួលក្នុងការប្រើប្រាស់ហើយយើងបានសុងនៅទុយោដែលធ្លាក់ដីចូលនោះគឺឲ្យស្អាតហើយមិនយើងតភ្ជាប់ចូលវិញនេះគឺប្រើប្រាស់បានធម្មតាវិញហើយ